ចាស់គឺលោកអមលោកតាលោកពូដែលប្រកបមុខរបរធាក់ស៊ីក្លូជារៀងរាល់ថ្ងៃនៅក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះចាស់គឺអ្វីដែលពួកគាត់កាន់តែសប្បាយរីករាយបន្ថែមទៀតគឺការធាក់ស៊ីក្លូរបស់គាត់គឺកាន់តែមានភាពពេញនិយមពីបណ្ដាភ្ញៀវជាតិនិងអន្តរជាតិរួមទាំងបងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញចាស់គឺនៅលើផ្លូវថ្មើរជើងដែលជាចំណែកក៏ដូចជាមុខរបរថ្មីបន្ថែមដោយសារតែបងប្អូនប្រជាពលរដ្ឋគាត់មានឱកាសនៅក្នុងការដើរលេងកម្សាន្តនៅលើផ្លូវថ្មើរជើងអញ្ចឹងទៅដោយសារទីតាំងមួយទៅទីតាំងមួយក៏ឆ្ងាយគួរសមពេលខ្លះគាត់ចុកជើងរយជើងមួយវិញទៀតមិនចុកជើងរយជើងប៉ុន្តែគាត់ចង់ធ្វើដំណើរតាមរយៈស៊ីក្លូហ្នឹងដើម្បីចាស់គឺផ្ដល់នូវភាពរីករាយក៏ដូចជាបរិយាកាសកាន់តែសប្បាយបន្ថែមនៅក្នុងការធ្វើដំណើរតាមរយៈធាក់ស៊ីក្លូនិងផ្ដិតយករូបភាពជាអនុស្សាវរីយ៍ចាស់គឺទុកមើលនៅពេលក្រោយបើតាមការបញ្ជាក់ឲ្យដឹងពីលោកអឹមសម្បត្តិរបស់កម្មវិធីបាយ័នព្រឹកនេះប្រធានសមាគមអភិរក្សស៊ីក្លូក៏បានបញ្ជាក់ថាផ្លូវថ្មើរជើងបានបើកដំណើរការនឹងរយៈពេល16សប្តាហ៍ហើយក្រោយពីដំបូងចាស់គឺបានដាក់ស៊ីក្លូឲ្យរត់នៅលើផ្លូវថ្មើរជើងចំនួនតែ10ស៊ីក្លូជាបណ្ដោះអាសន្នទេប៉ុន្តែដោយសារតែមានបងប្អូនប្រជាពលរដ្ឋនឹងគាំទ្រច្រើនចាស់នាំគ្នាជិះកាន់តែច្រើនបច្ចុប្បន្ននេះក៏បានបន្ថែមរហូតដល់14ស៊ីក្លូបន្ថែមទៀតហើយក្នុងម្នាក់ចាស់គឺអាចដឹកបានប្រមាណជា10ជើងឯណោះនៅក្នុងមួយថ្ងៃនិងទទួលបានប្រាក់ឧបត្ថម្ភពីប្រជាពលរដ្ឋចាស់ជាង50000រៀលដោយការដឹកដោយមិនតម្រូវឲ្យមានការទារប្រាក់ចំនួនប្រមាណទេគឺអាស្រ័យទៅលើទឹកចិត្តរបស់បងប្អូនឧបត្ថម្ភទៅអ្នកធាក់ស៊ីក្លូយើងគិតមកដល់សប្តាហ៍នេះគឺសប្តាហ៍ទី16ចាប់តាំងពីការបើកដំណើរការផ្លូវថ្មើរជើងឃើញថាប្រជាពលរដ្ឋមកលេងច្រើនកកណាស់ពីមួយថ្ងៃទៅមួយថ្ងៃខ្ញុំសង្កេតក្នុងរយៈពេលមួយខែចុងក្រោយនេះតែខ្ញុំសង្កេតឃើញមានប្រជាពលរដ្ឋថ្មីមិនមែនអ្នកដែលទេអញ្ចឹងមានន័យថាអ្នកថ្មីមកអ្នកចាស់អាចផ្អាកមួយថ្ងៃមួយអាទិត្យឬក៏2អាទិត្យតាមខ្ញុំសង្កេតមើលមានអ្នកខ្លះអាចមកលេងពី3ទៅ4ដងក្នុងមួយខែនេះបាទដោយឡែកសម្រាប់បងប្អូនអ្នកធាក់ស៊ីក្លូរបស់យើងដែលគាត់មកប្រចាំការរាល់ពីម៉ោង6រហូតដល់ម៉ោង10តាំងពីម៉ោងចាប់ផ្ដើមរហូតដល់ម៉ោងបញ្ចប់មាន14នាក់មានន័យមកខាងប្លុកសារាត្រី7នាក់ពីខាងប្លុកចតុមុខ7នាក់ដែរអញ្ចឹងក្នុងមួយល្ងាច4ដណ្ដប់នាក់យើងធ្វើជា rotation មានន័យថាវិលជុំអញ្ចឹងពួកគាត់បាននៅពេលគាត់យកមែនតើរាល់ថ្ងៃនេះគាត់បន់ឲ្យដល់ថ្ងៃសៅរ៍ថ្ងៃអាទិត្យគាត់បានចូលមកដឹកភ្ញៀវនៅផ្លូវថ្មើរជើងនេះគឺបានចំណូលជាមធ្យមមួយថ្ងៃមួយយប់នឹងអាចបានពីចន្លោះពី40000ទៅ50000អញ្ចឹងនេះជាចំណូលថ្មីមួយដែលសាលារាជធានីភ្នំពេញដែលមានអាដាមអភិបាលរាជធានីភ្នំពេញបង្កើតកម្មវិធីផ្លូវថ្មើរជើងនេះជាការចូលរួមចំណែកមួយរកការងារឲ្យប្រជាពលរដ្ឋក៏ដូចជាមិនមែនតែអ្នកសក្លូទេមានអ្នកលក់ដូរមានអ្នកលក់ផលផ្សេងៗជាច្រើនដែលមកតាំងនៅទីនេះដើម្បីលក់ផលិតផលរបស់ខ្លួនទៅដល់ប្រជាពលរដ្ឋដែលអញ្ជើញមកលេងនៅផ្លូវថ្មើរជើងរៀងរាល់ល្ងាចថ្ងៃសៅរ៍ថ្ងៃអាទិត្យនេះការដឹកនេះគឺមិនទាមទារតម្លៃទេអាស្រ័យទៅលើភ្ញៀវឲ្យជាមធ្យមអាចបានពីចន្លោះពី8ទៅ10នាក់ក្នុងមួយយប់បាទអញ្ចឹងគាត់បានចំណូលប៉ុណ្នេះឃើញថាប្រសើរមែនទែនសប្បាយមែនទែនមានន័យថាគាត់ឲ្យទៅដល់ថ្ងៃព្រឹកថ្ងៃសៅរ៍គាត់តែងតែសួរខ្ញុំថាតើថ្ងៃនេះវេនអ្នកណាខ្លះអញ្ចឹងគាត់មានចំណាប់អារម្មណ៍ជាប្រចាំមានន័យថាការចងចាំរបស់គាត់គឺរាល់ថ្ងៃសៅរ៍ថ្ងៃអាទិត្យហ្នឹងគឺកងចាំអញ្ចឹងមានន័យថាគាត់ពេញចិត្តនឹងការងារនឹងណាស់បាទ4ដណ្ដប់នាក់ដោយសារទំហំនៃការដឹកនេះបើយើងដាក់ច្រើនពេកធ្វើឲ្យការណែនធ្វើឲ្យពិបាកវិញទៅទេក្នុងការចរាចរណ៍ស៊ីក្លូខ្លាចមានបាតុភិបអីផ្សេងធ្វើឲ្យវាមានការរំដោះពិបាកអញ្ចឹងយើងរៀបចំប្រព័ន្ធនេះសិនបើសិនជាប្រជាពលរដ្ឋកាន់តែច្រើនជាងនេះទៀតហើយគិតថាគាត់ដឹកមិនទាន់ដែលអ្នកជិះច្រើនយើងអាចសុំស្នើទៅអាដាមអភិបាលរាជធានីភ្នំពេញដាក់បន្ថែមទៀតដើម្បីជាតម្រូវការរបស់ប្រជាពលរដ្ឋដើរលេងដោយតាមរយៈការជិះស៊ីក្លូនេះតាមពិតប្រជាពលរដ្ឋដែលមកនៅទីនេះ
ក៏ដូចបានជាឃើញរូបរាងស៊ីក្លូហើយអ្នកខ្លះគាត់ចង់សាកនាំកូនគាត់ឬក៏កូនក្មួយគាត់ដែលមកទីនេះខ្ញុំឃើញគាត់ជិះជាលក្ខណៈគ្រួសារតែម្ដងអញ្ចឹងនេះហើយជាបទពិសោធន៍ថ្មីមួយសម្រាប់ក្មេងជំនាន់ក្រោយដែលធ្វើឲ្យគាត់ស្គាល់យានជំនិះបែបលក្ខណៈបុរាណនេះអញ្ចឹងសូមឲ្យប្រជាពលរដ្ឋចូលរួមជិះបើសិនជាក្នុងពេលថ្ងៃក៏អត់មានពេលជិះទេអញ្ចឹងនៅពេលដែលគាត់មកដើរលេងកម្សាន្តនេះគាត់អាចចំណាយធនធានតិចតួចហើយនឹងអាចជិះស៊ីក្លូដើម្បីធ្វើយ៉ាងណាយកបទពិសោធន៍ថ្មីហើយក៏ចូលរួមជួយអភិរក្សស៊ីក្លូហើយក៏ចូលរួមលើកស្ទួយជីវភាពអ្នកធាក់ស៊ីក្លូមកពីតាមជនបទផងបាទចាទស្សនិកជននេះគឺជាមុខរបរថ្មីបន្ថែមទៀតក៏ជាការបង្កើននៅចំណូលហើយក៏សូមបញ្ជាក់ដែរថាស៊ីក្លូនៅចាក់គឺមានប្រមាណជិត300នៅក្នុងនោះកន្លងមកមានក្រសួងស្ថាប័នជាច្រើនចាស់តែងតែបង្កើតឲ្យមានព្រឹត្តិការណ៍ផ្សេងៗដើម្បីបំផុសចាស់គឺចឲ្យមហាជននឹងចូលរួមអភិរក្សនិងគ្រប់គ្រងចាស់គឺទៅលើវិស័យធាក់ស៊ីក្លូនឹងចូលរួមលើកកម្ពស់ជីវភាពអ្នកធាក់ស៊ីក្លូផងដែរជាក់ស្ដែងសម្រាប់អ្នកធាក់ស៊ីក្លូនៅផ្លូវថ្មើរជើងមានចំនួន14ស៊ីក្លូត្រូវរត់វិលជុំរៀងរាល់សប្តាហ៍ហើយក៏ត្រូវផ្លាស់ប្ដូរវិលជុំជាមួយនឹងបងប្អូនអ្នកធាក់ស៊ីក្លូផ្សេងទៀតដែរហើយអ្នកធាក់ស៊ីក្លូទាំងអស់មិនតម្រូវឲ្យទាយកថវិកាពីប្រជាពលរដ្ឋនោះទេគឺអាស្រ័យទៅលើសន្តានចិត្តនិងទឹកចិត្តរបស់អ្នកជិះ